តាមជំនឿរបស់ខ្មែរយើងគេមានការសែនត្រេនមានបាយទឹកនំចំណីអីផ្លែឈើឬក៏អាហារហូបចុកអីផ្សេងចឹងទៅហ្នឹងជាជំនឿរបស់ខ្មែរយើងប៉ុន្តែនៅក្នុងពុទ្ធសាសនាក៏បានពិចារណាឃើញថាប្រសិនបើជាការសែននឹងដល់វាមិនអីទេប៉ុន្តែការសែនហ្នឹងគឺមិនដល់តែម្ដងតែជានោះញាតិញោមណាការសែនបាយសែនទឹកនំចំណីហ្នឹងបើតាមជំនឿរបស់ខ្មែរយើងយល់ថាការសែនហ្នឹងសែនដើម្បីដល់ដូនតាទៅមានប្រពៃណីមួយគឺការសែនដូនតាហ្នឹងហើយជាងហ្នឹងតើតែជាប្រពៃណីជំនឿរបស់ខ្មែរយើងទេប៉ុន្តែបើនៅក្នុងពុទ្ធសាសនាហ្នឹងអត់និយាយពីការសែនទេនិយាយអំពីការឧទ្ទិសនៅចំណែកបុណ្យក្នុងពុទ្ធសាសនាហ្នឹងគឺនិយាយអំពីការឧទ្ទិសចំណែកបុណ្យហើយការឧទ្ទិសនឹងទៀតសោតក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់មិនបានធានាអះអាងថានឹងដល់ដោយប្រការៈណាមួយទេគ្រាន់តែព្រះអង្គសម្ដែងថាវាអាចដល់ខ្លះនិងមិនអាចដល់ខ្លះទៅតាមឋានៈរបស់សត្វញាតិញោមមានពេលទំនេរបើកបេដកលេខ51មើលនឹងឃើញពីការសម្ដែងនោះហ្នឹងហើយព្រះអង្គសម្ដែងហ្នឹងនិយាយអញ្ចឹងមិនមែនអាត្មានិយាយម៉ត់ទៅទេណាគឺមានគម្ពីរមកអានញាតិញោមអានទៅគាត់ថាអាត្មាមិនបានចាំទំព័រឲ្យច្បាស់លាស់ហ្នឹងហើយដឹងថានៅក្នុងបេដកលេខ51បើកមើលទៅគឺព្រះអង្គសម្ដែងពីការឧទ្ទិសនៅចំណែកទៀតហ្នឹងហើយអញ្ចឹងបានបុរាណលោកលើកឡើងថាការធ្វើបុណ្យឧទ្ទិសជូនចំពោះអ្នកដែលបានចែកឋានឲ្យទៅកាន់បរលោកហ្នឹងគឺជាការធ្វើបុណ្យខែងងឹតពីព្រោះអីបានពោលថាខែងងឹតព្រោះវាអត់ប្រកាសបជាថាអាចដល់បុរាណអាចារ្យលោកលើកឡើងមកពាក្យហ្នឹងមិនមែនជាលើកឡើងមកធម្មតាទេអញ្ចឹងបាននៅក្នុងសុភាសិតខ្មែរយើងលើកឡើងមកថាម៉េចឫស្សីឥតថ្នាំងរគាំងវីមិនលឺរណូចខែភ្លឺពេញបោខែងងឹតធ្លាប់លឺពាក្យហ្នឹងទេញាតិញោមនឹងធ្លាប់លឺពាក្យហ្នឹងខ្លះក៏មានលោកម្ចាស់អង្គខ្លះសម្ដែងដែលភាគច្រើនគឺមានការសម្ដែងទៅតាមពុទ្ធនិយម